សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានអ្វីប្លែកមកជម្រាបជូនបងប្អូនយើងពាក់ព័ន្ធជាមួយនឹងខាងបន្លែកសិកម្មតែបន្លែនេះគឺពាក់ព័ន្ធជាមួយនឹងម្ទេសយើងចាបងប្អូនអើយខ្ញុំទទួលស្គាល់ថាខ្ញុំមិនដែលឃើញទេម្ទេសណាផ្លែដល់ថ្នាក់នេះបងប្អូនជាលើកដំបូងហើយដែលឃើញបងប្អូនមកប្រកាសជាថាឃើញផ្លែហើយឃ្លានរបស់ហិលហ្មងបងប្អូនម្ទេសនេះបើជាគិតជាផ្ទៃដីរាប់សិបហិកតាហ្មងដែលប្រជាពលរដ្ឋគាត់ដាំនៅតំបន់បឹងធំនេះឃើញផ្លែហើយអើយឡើងទឹកមាត់ហើយបងប្អូនអើយនិយាយពីតម្លៃទីផ្សារវិញពាក់ព័ន្ធមួយតម្លៃទីផ្សារម្ទេសគឺជាតំណាំមួយដែលទីផ្សារពេញនិយមអ្នកណាក៏ចូលចិត្តញ៉ាំហើយបើគិតជាទីផ្សារដូចជា6-7ពាន់ដែរកន្លងមកដែលខ្ញុំដឹងថោកបំផុតក៏4000ដែរបងប្អូនតម្លៃនៅក្នុងទីផ្សារក្នុង1គីឡូពាក់ព័ន្ធជាមួយនឹងផលដំណាំម្ទេសនេះក្នុងមួយរដូវដែលយើងដាំវាគឺយើងទទួលផលបានច្រើនដងណាបងប្អូននិយាយរួម5-6 ខែអីតម្រាំតែវាងាប់ដើមណាបងប្អូនហើយបេះរាល់ថ្ងៃតែម្ដងបេះជារៀងរាល់ថ្ងៃតែម្ដងនិយាយទៅចំណូលគឺច្រើនមែនតើបងប្អូនខ្ញុំលើកទឹកចិត្តឲ្យបងប្អូនប្រជាកសិករដែលគាត់មានដីធំទូលាយហើយចោលដែលពុំមានថាធ្វើអីបានណាយើងលើកទឹកចិត្តថាយើងនាំគ្នាដាំម្ទេសពួកអីយើងមើលទៅវាផ្លែល្អហើយទីផ្សារក៏មានហើយគ្រាន់តែការថែទាំត្រូវមានការយកចិត្តទុកដាក់ខ្ពស់ព្រោះម្ទេសវាត្រូវការមើលថែទាំការដាក់ទឹកឲ្យបានគ្រប់គ្រាន់និងការថែទាំបំពន់ជីទៅតាមការថែទាំបច្ចេកទេសរបស់យើងនីមួយហើយកលេចមកមើលពណ៌ទុំរបស់វាមានទុំមិនខាងម្ទេសដៃនាងបងប្អូនទុំបែបរៀងពណ៌ការ៉ុតទៅមានខ្លះទុំក្រហមទៅខ្លះទៅចាស់ទៅវាមានដំណាក់កាលរបស់វាច្រើនណាបងប្អូនមើលទៅគួរឲ្យស្រឡាញ់ណាហើយក៏គួរឲ្យចង់ញ៉ាំដែរតែអូយហិលមិនអាចទទួលទានបានទេបងប្អូន